ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ជំនួយ podcast នៅក្នុងអេពីសូតដំបូងនៃជំនួយ podcast គឺខ្ញុំចង់ណែនាំខ្លួនទៅអ្នកទាំងអស់គ្នាក៏ដូចជាគោលបំណងនៅក្នុងការបង្កើតជំនួយ podcast នេះឡើងជាក់ស្ដែងជំនួយ podcast គឺយើងបង្កើតឡើងយូរហើយប៉ុន្តែមានកត្តាពីរដែលខ្ញុំផ្អាកវាមករយៈធំទី1គឺខ្ញុំអត់ទាន់ comfort ខ្លួនឯងថាខ្ញុំពិតជា ready នៅក្នុងការធ្វើជំនួយ podcast នេះឡើងព្រោះខ្ញុំគិតថាខ្ញុំអត់ទាន់មានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងសង្គមក៏ដូចជាជីវិតជាក់ស្ដែងដើម្បីមកអង្គុយធ្វើវីដេអូហើយចែករំលែកទៅអ្នកទាំងអស់គ្នាឯងព្រោះដោយសារតែខ្ញុំខ្លាចថាបទពិសោធន៍របស់ខ្ញុំឬក៏ការយល់ឃើញរបស់ខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាយកទៅដើរផ្លូវខុសឬក៏ពិចារណាទៅវាខុសហើយមួយវិញទៀតគឺខ្ញុំអត់ទាន់អាចចែករំលែកនៅពេលវេលាក៏ដូចជាគ្រប់គ្រងពេលវេលារបស់ខ្ញុំបានល្អឯងអញ្ចឹងហើយខ្ញុំអត់អាចឆ្លៀតពេលមកធ្វើវីដេអូនេះចែករំលែកទៅអ្នកទាំងអស់គ្នាឯងប៉ុន្តែមករយៈក្រោយនេះគឺខ្ញុំបានសម្រេចចិត្តច្បាស់ហើយថាខ្ញុំនឹងចាប់ផ្ដើមផលិតមាតិកាប្រភេទវែងដើម្បីចែករំលែកទៅអ្នកទាំងអស់គ្នាដូចគ្នាមូលហេតុទី1ដែលខ្ញុំចាប់ផ្ដើមគិតគូរនៅក្នុងការផលិតមាតិកាបែបនេះឡើងវិញព្រោះដោយសារតែខ្ញុំគិតថានៅបច្ចុប្បន្នសង្គមរបស់យើងការប្រើប្រាស់បណ្ដាញសង្គមហ្នឹងគឺមានអ្នកផលិតមាតិកាប្រភេទខ្លីៗហ្នឹងច្រើនហើយប៉ុន្តែជាលទ្ធផលការបង្កើតមាតិកាប្រភេទវែងនេះខ្ញុំឃើញអត់ទាន់មានច្រើនដូចអ្នកដែលគាត់បង្កើតមាតិកាប្រភេទខ្លីៗទេអញ្ចឹងហើយខ្ញុំគិតថាបើសិនជាខ្ញុំអាចឆ្លៀតពេលបង្កើតមាតិកាប្រភេទវែងដើម្បីចែកជូនទៅអ្នកទាំងអស់គ្នារឿងសំខាន់មួយចំនួនបទពិសោធន៍ដែលខ្ញុំបានជួបជាក់ស្ដែងនៅក្នុងសង្គមមួយចំនួនខ្ញុំអាចបកស្រាយច្បាស់ក៏ដូចជាបញ្យល់ច្បាស់លាស់ទៅអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាជួបបញ្ហាឬក៏អ្នកទាំងអស់គ្នាស្ដាប់ទៅអ្នកទាំងអស់គ្នាអាចយកទៅធ្វើជាគំនិតក៏ដូចជាបទពិសោធន៍នៅពេលដែលអ្នកទាំងអស់គ្នាជួបបញ្ហាជាក់ស្ដែងឬក៏ការពារកុំឲ្យជួបបញ្ហាដូចដែលខ្ញុំជួបប្រទះគោលបំណងមួយទៀតដែលខ្ញុំគិតថាខ្ញុំគួរតែចែករំលែកទៅអ្នកទាំងអស់គ្នាហ្នឹងព្រោះដោយសារតែខ្ញុំគិតថាបើសិនជាខ្ញុំដឹងរឿងហ្នឹងហើយខ្ញុំទុកតែឯងវាហាក់បីដូចជាអាសាបងនៅអ្វីដែលខ្ញុំជួបប្រទះជាក់ស្ដែងរាល់ថ្ងៃហ្នឹងហើយអ្នកដែលខ្ញុំស្គាល់មួយចំនួនគាត់លើកទឹកចិត្តខ្ញុំឲ្យខ្ញុំផលិតមាតិកាប្រភេទបែបហ្នឹងទៅវាអាចនឹងជាប្រយោជន៍នៅក្នុងសង្គមរបស់យើងដូចគ្នាជាក់ស្ដែងទោះបីជាអត់បានច្រើនប៉ុន្តែខ្ញុំអាចនឹងចូលរួមបានខ្លះនៅក្នុងសង្គមរបស់យើងដែលខ្ញុំគិតថានេះក៏ជាទំនួលខុសត្រូវមួយរបស់ខ្ញុំដែរបច្ចុប្បន្នអ្វីដែលខ្ញុំអាចចែករំលែកទៅក្នុងសង្គមបានគឺបទពិសោធន៍ចំណេះដឹងនិងការយល់ឃើញរបស់ខ្ញុំនឹងឯងហើយខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំដែលខ្ញុំធ្វើទៅខាងមុខនឹងក្លាយទៅជាចំណែកមួយចូលរួមនៅក្នុងការបណ្ដុះបណ្ដាការគិតផ្នត់គំនិតនៅក្នុងសង្គមរបស់យើងឲ្យកាន់តែប្រសើរឡើងអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការចូលតាមដានទស្សនានៅវីដេអូមួយនេះហើយយើងនឹងចាប់ផ្ដើមស្គាល់គ្នាកាន់តែស៊ីជម្រៅទៀតនៅក្នុងវីដេអូក្រោយ